ពេលខ្លះយើងអត់ដឹងថាការរស់នៅរបស់យើងរាល់ថ្ងៃការធ្វើសកម្មភាពការគិតការរាប់អានការសេពគប់របស់យើងរាល់ថ្ងៃហ្នឹងត្រូវឬខុសហើយមែនអត់មានវិធីសាស្ត្រមួយក្នុងការតេស្តកន្លែងហ្នឹងដើម្បីយកផ្ទៀងផ្ទាត់ថាអ្វីដែលយើងបានធ្វើរាល់ថ្ងៃត្រូវឬខុសយើងគ្រាន់តែផ្ទៀងផ្ទាត់ជាមួយលទ្ធផលឥឡូវបើយើងចង់ដឹងថារបៀបនៃការធ្វើការរបស់យើងត្រូវអត់ខុសអត់ល្អអត់អញ្ចឹងយើងផ្ទៀងផ្ទាត់មួយគេយើងផ្ទៀងផ្ទាត់មកលទ្ធផលនៅពេលដែលយើងធ្វើហើយបើសិនយើងធ្វើទៅបានលទ្ធផលអូខេមានថាយើងធ្វើទៅត្រូវហើយតែបើសិនជាយើងធ្វើទៅអត់បានលទ្ធផលទេអញ្ចឹងយើងនិយាយថាអ្វីដែលយើងកំពុងតែធ្វើហ្នឹងគឺខុសហើយអញ្ចឹងយើងត្រូវរកវិធីថ្មីដើម្បីដើរទៅដល់ចំណុចមួយឲ្យបានត្រឹមត្រូវវិញឥឡូវឧទាហរណ៍មួយសិស្សវិញសិស្សដូចគ្នាដែរបងប្អូនសិស្សសាស្ត្រក្នុងការរៀនសូត្រណាយើងមើលតើយើងដឹងថារបៀបនៃការរៀនរបស់យើងរាល់ថ្ងៃត្រូវអត់ខុសអត់ឬក៏យើងធ្វើសកម្មភាពរាល់ថ្ងៃត្រូវអត់យើងមើលលទ្ធផលនៃការប្រឡងរបស់យើងឧទាហរណ៍របៀបនៃការរៀនរបស់យើងរាល់ថ្ងៃហ្នឹងយើងមើលលទ្ធផលតើការប្រឡងលទ្ធផលរបស់យើងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ពីមួយខែទៅមួយខែខំឆងនេះខាងនេះតើល្អអត់បើសិនជាលទ្ធផលហ្នឹងល្អមានថារបៀបនៃការរៀនរបស់យើងគឺត្រឹមត្រូវហើយតែបើអត់តល្អអញ្ចឹងយើងត្រូវបដូរនៃរបៀបនៃការធ្វើរបស់យើងវិញមួយទៀតតើតសុខភាពរបស់យើងចង់ដឹងថាសុខភាពរបស់យើងរាល់ថ្ងៃល្អឬក៏មិនល្អយើង check មើលលើលទ្ធផលបើយើងអាសាឈឺច្រើន stress ច្រើនអីយើង check មើលតើតការគេងការញ៉ាំរបៀបគិតការហាត់ប្រាណរបស់យើងមើលអាហ្នឹងទៅយើងដឹងហ្មងការសេពគប់ក៏អញ្ចឹងដែរសេពគប់យើងចង់នឹងសេពគប់មួយម្នាក់ហ្នឹងត្រូវអត់ខុសអត់យើងមើលលើលទ្ធផលដូចគ្នាដែរអញ្ចឹងយើងសរុបមកវិញដើម្បីយើងផ្ទៀងផ្ទាត់ថាអ្វីយើងកំពុងតែធ្វើរាល់ថ្ងៃត្រូវឬក៏ខុសយើងមើលលើលទ្ធផលនៅពេលដែលលទ្ធផលល្អហើយយើងពេញចិត្តមានថាអ្វីយើងកំពុងតែធ្វើហ្នឹងត្រូវឲ្យយើងបន្តធ្វើទៀតទៅប៉ុន្តែប្រសិនបើក្នុងករណីដែលយើងធ្វើទៅលទ្ធផលមិនល្អអញ្ចឹងយើងគួរតែជ្រើសរើសរកផ្លូវផ្សេងជ្រើសរើសវិធីផ្សេងក្នុងការធ្វើរឿងហ្នឹងក្នុងការគិតរឿងហ្នឹងដើម្បីឲ្យទៅចំណុចមួយដែលយើងចង់បានលទ្ធផលល្អអញ្ចឹងសម្រាប់ការចែករំលែករបស់ខ្ញុំគឺមានប៉ុណ្ណឹង